តើអ្នកដឹងទេថាឧស្សាហកម្មសួនកំសាន្តដ៏ធំសម្បើមដែលមានតម្លៃរាប់ពាន់លានដុល្លារនៅលើពិភពលោកសប្តាហ៍ថ្ងៃនេះមានដើមកំណើតចេញពីចក្ខុវិស័យរបស់បរិសម្នាក់និងហ្វូងសត្វតោសមុទ្រមួយក្រុមតែប៉ុណ្ណោះផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ history.com មូលដ្ឋានគ្រឹះនៃវិស័យកំសាន្តបែបទំនើបបានចាប់ផ្ដើមឡើងនៅតំបន់ឆ្នេរ Coney Island នៃទីក្រុង New York នៅចុងសតវត្សទី19អ្នករុករកនិងជាសហគ្រិនលោក Paul Boyton បានបង្កើត Sea Lion Park ដែលជាសួនកំសាន្តដែលមានរបងព័ទ្ធជុំវិញដំបូងគេបង្អស់នៅក្នុងតំបន់នោះការរួមចំណែករបស់លោក Boyton គឺជាការផ្លាស់ប្ដូរដ៏ធំធេងបំផុតព្រោះលោកមិនត្រឹមតែបង្កើតឧបករណ៍លេងកំសាន្តប៉ុណ្ណោះទេប៉ុន្តែលោកគឺជាអ្នកត្រួសត្រាយផ្លូវនៅគំរូអាជីវកម្មថ្មីស្រឡាងមួយតាមរយៈការកំណត់ថ្លៃសម្បត្តិចូលទស្សនាសម្រាប់ការលេងកំសាន្តជាច្រើនកន្លែងក្នុងបរិវេណតែមួយលោកបានបដូរទម្រង់នៃការដើរកម្សាន្តតាមមាត់សមុទ្រពីការលក់ដូរអនាធិបតេយ្យមកជាបទពិសោធន៍កម្សាន្តដែលមានរចនាសម្ព័ន្ធនិងសណ្ដាប់ធ្នាប់ច្បាស់លាស់ការបង្កើតថ្មីនេះហើយដែលបានក្លាយជាគ្រឹះនៃការរីកចម្រើននៃសួនកំសាន្ត Coney Island ដ៏ល្បីល្បាញនិងជាគំរូសម្រាប់សួនកំសាន្តទំនើបជុំវិញពិភពលោកនាពេលបច្ចុប្បន្នគំនិតអប់រំនិងចំណេះដឹងសកលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានផ្ដល់មេរៀនដល់យើងថាការបង្កើតថ្មីដ៏ពិតប្រាកដជារឿយៗកើតចេញពីការចេះរៀបចំបទពិសោធន៍ឲ្យមានតម្លៃជាងការផ្ដោតលើតែផលិតផលតែមួយមុខលោក Paul Boyton បានមើលឃើញឱកាសមាសខណៈដែលអ្នកដទៃមើលឃើញត្រឹមតែឆ្នេរខ្សាច់ធម្មតាដែលនេះសបញ្ជាក់ថាចក្ខុវិស័យដ៏ក្លាហានអាចផ្លាស់ប្ដូររបៀបដែលសង្គមមនុស្សរស់នៅនិងបង្កើតក្តីសុខឲ្យគ្នាទៅវិញទៅមកការយល់ដឹងពីប្រវត្តិសាស្ត្របែបនេះជួយឲ្យយើងចេះឲ្យតម្លៃលើគំនិតច្នៃប្រឌិតដែលបានកសាងវប្បធម៌រស់នៅរបស់យើងក្នុងសម័យកាលនេះប្រសិនបើលោកអ្នកយល់ថាប្រវត្តិសាស្ត្រនេះមានតម្លៃនិងផ្ដល់ចំណេះដឹងសូមជួយចុច like និង subscribe channel របស់យើងដើម្បីទទួលបានសាច់រឿងអប់រំល្អៗជាច្រើនទៀតដែលបានផ្លាស់ប្ដូរពិភពលោកតើអ្នកយល់យ៉ាងណាដែរចំពោះរឿងរ៉ាវនេះហើយតើសួនកំសាន្តណាខ្លះដែលលោកអ្នកចូលចិត្តជាងគេសូមបញ្ចេញមតិក្នុង comment ខាងក្រោមអរគុណសម្រាប់ការតាមដាននិងរក្សានូវស្មារតីចង់ចេះចង់ដឹងជានិច្ច